បាទគម្រប់ជំរាបសួរបងប្អូនពុកម៉ែទាំងអស់ខ្ញុំបាទឈរជើងនៅប្រាសាទព្រះវិហារទិសទី1ខ្ញុំមិនមានការអីស្នើសុំច្រើនទេគឺស្នើសុំចង់ឲ្យអាជ្ញាធរដែនដីមើលការយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់ខ្ញុំបាទផងហើយខ្ញុំមានកូន2នៅក្នុងបន្ទុកនិងម្ដាយមួយរស់នៅឯស្មរភូមិក្រោយអញ្ចឹងខ្ញុំគឺស្នើសុំចង់ឲ្យអាជ្ញាធរដែនដីភូមិឃុំបានមែនជាពិសេសភូមិចំការស្វាយឃុំសិទ្ធិស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងសូមមើលមានការយកចិត្តទុកដាក់និងផ្ដល់ភាពកក់ក្ដៅទៅដល់ក្រុមគ្រួសាររបស់ខ្ញុំបាទផងព្រោះអីខ្ញុំពោះម៉ាយរស់នៅក្នុងមន្ទីរដោយបន្ទុកម្ដាយឈឺម្ដាយមានជំងឺប្រចាំកាយនៅចៅទាំងពីរនៅស្មោះភូមិក្រោយអញ្ចឹងខ្ញុំថ្ងៃនេះវាថ្ងៃទី22ខែ12 2025ជុំវាភាពការវានៅមិនទាន់ធូរស្រាលនៅឡើយទេអញ្ចឹងខ្ញុំវាមិនដឹងជាថ្ងៃណាទៅបានទៅសួរសុខទុក្ខគាត់ឬក៏មើលការខុសត្រូវគាត់យើងស្នើសុំឲ្យអាជ្ញាធរដែនដីជួយមើលការខុសត្រូវឬក៏ទៅថាបំពេញទុនទីជាថ្នាក់ដឹកនាំឬក៏បំពេញជាម្ដាយជាឪពុកជំនួសខ្ញុំផងបាទអរគុណច្រើនក្នុងវីដេអូនេះខ្ញុំនិយាយទៅវាមានភាពខ្វះខាតឬក៏លុះលួចយ៉ាងណាខ្ញុំសូមទោសព្រោះខ្ញុំបារម្ភពីក្រុមគ្រួសារខ្ញុំខ្លាំងជាពិសេសកូនខ្ញុំទាំងពីរនិងម្ដាយបាទអរគុណច្រើនជម្រាបលាបង